ជំរាបសួរពុកម៉ែបងប្អូនតថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាស្ងោរជើងជ្រូកតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាតដំបូងយើងចាប់ផ្ដើមដាក់ឆ្នាំងដាំទឹកបន្ទាប់ពីទឹកពុះយើងចាប់ផ្ដើមដាក់សាច់យើងចូលសម្រាប់សាច់ជ្រូកនេះផងដែរខ្ញុំដាក់ស្រុះវាឆ្អិនមកល្មមឲ្យបងប្អូនដើម្បីកុំឲ្យវាធុំក្លិនណាបងប្អូនបន្តមកទៀតយើងបន្ថែមខ្ទឹមបារាំងមួយដុំរួចមានសាច់ពៅប្រៃនេះចំនួនមួយដុំដែរខ្ញុំហាន់ជា4ចំណិតហើយយើងមានថែមការ៉ុតហើយនឹងសាច់ថាវផងដែរហើយគ្រឿងបន្ទាប់មានបកាយីហឺហើយនឹងដុំស៊ុបមួយដុំផងដែរបងប្អូនបន្ទាប់មកយើងក្របដាក់ចំអិនវាឲ្យវាឆ្អិនល្អបងប្អូនឥឡូវនេះសម្លរបស់យើងគឺបានពុះឲ្យបងប្អូនឥឡូវយើងថែមគ្រឿងបន្ថែមមានដូចជាម្រេចខ្ញុំដាក់កន្លះស្ព្រាប៊ីចេងខ្ញុំដាក់មួយចុងស្លាបព្រាទឹកត្រីខ្ញុំដាក់មួយស្លាបព្រាស្ករសមួយចុងស្លាបព្រាចុងក្រោយយើងបង់ស្លឹកខ្ទឹមរួចជាការស្រេចអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ